បងប្អូនទាំងអស់គ្នាធ្លាប់ដែរឆ្ងល់ឬទេថាបរិសម្នាក់ដែលស្ថិតនៅលើក្រដាសប្រាក់$100គាត់គឺជាអ្នកណាហើយអ្វីបានជាសហរដ្ឋអាមេរិកឲ្យតម្លៃទៅលើរូបគាត់ខ្លាំងបែបនេះដោយបានដាក់រូបគាត់នៅលើក្រដាសប្រាក់$100ដែលការពិតទៅគាត់មិនមែនជាប្រធានាធិបតីឬបុគ្គលដែលមានអំណាចនៅក្នុងជួររាជរដ្ឋាភិបាលនោះទេគាត់មានឈ្មោះថា Benjamin Franklin គឺជាអ្នកបង្កើតគំនិតដ៏ឈ្លាសវៃនិងជាមនុស្សដ៏មានឥទ្ធិពលនៅក្នុងការបង្កើតសហរដ្ឋអាមេរិកទាំងមូលគាត់ជាអ្នកវិទ្យាសាស្ត្រអ្នកនយោបាយអ្នកបង្កើតបច្ចេកវិទ្យានិងអ្នកបង្កើតប្រព័ន្ធសារព័ត៌មានបងប្អូនធ្លាប់ឃើញចង្ក្រានកម្ដៅនៅក្នុងផ្ទះរបស់ប្រជាជនសហរដ្ឋអាមេរិកដែរឬទេវាគឺជាគំនិតបង្កើតរបស់ Benjamin Franklin ដោយចង្ក្រាននោះត្រូវបានគេដាក់ឈ្មោះឲ្យថា Franklin Stove ឧបករណ៍ស្រូបនិងការពាររន្ទះវ៉ែនតាដែលមានមុខងារពីរប្រភេទដែលអាចឲ្យមើលជិតនិងឆ្ងាយបានក្នុងពេលតែមួយឧបករណ៍ភ្លេងបណ្ណាល័យមន្ទីរពេទ្យនិងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឬមួយក៏ជាប្រេសនីដំបងសុទ្ធសឹងតែជារបបកំហើញនិងគំនិតដែលបង្កើតឡើងដោយលោក Benjamin Franklin ទាំងអស់នៅផ្នែកខាងក្រោយក្រដាសប្រាក់$100យើងនឹងឃើញអគារ Independence Hall វាជាទីតាំងដែលគាត់និងបណ្ដាអ្នកដឹកនាំបានប្រកាសឯករាជ្យភាពចេញពីចក្រភពអង់គ្លេសមូលហេតុទាំងអស់នេះហើយទើប Benjamin Franklin ត្រូវបានសហរដ្ឋអាមេរិកលើកតម្កើងនិងឲ្យតម្លៃគាត់ដោយយករូបរបស់គាត់ផ្ទាល់ដាក់លើក្រដាសប្រាក់ដែលធំជាងគេព្រោះគាត់ជាបុគ្គលម្នាក់ដ៏អស្ចារ្យនិងសំខាន់បំផុតក្នុងការបង្កើតនិងអភិវឌ្ឍសហរដ្ឋអាមេរិកទាំងមូល